បាទសួស្តីទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីយើងរៀនអឺអំពីការប្រើប្រាស់វត្តអាតហើយយើងចូលទៅចំណុចមួយទៀតគឺការប្រើប្រាស់ទ្រព្យខែមអញ្ចឹងការប្រើប្រាស់ទ្រព្យខែមគឺយើងប្រើវាសម្រាប់ដាក់ឲ្យវាចេញជាអក្សរធំនៅពីខាងមុខដើម្បីឲ្យវាលេចធ្លោធំជាងគេមើលឃើញទៅស្អាតមើលឃើញទៅទាក់ទាញបាទជាងភាគច្រើនគឺយើងឃើញការប្រើប្រាស់បាទទ្រព្យខេបនេះគឺនៅក្នុងកាសែតទស្សនាវដ្តីបាទដែលឃើញដាក់អក្សរដែលនៅពីមុខគេហ្នឹងដើមគេហ្នឹងធំជាងគេបាទដូចជាដែលខ្ញុំបានដាក់នេះបាទណាដូចយើងដាក់ការនៅពីមុខឲ្យធំចឹងបាទអញ្ចឹងដើម្បីប្រើប្រាស់ទ្រព្យខេបហ្នឹងគឺបាទទាំងអស់គ្នាបាទយើងត្រូវតែមានអត្ថបទឲ្យបានច្រើនសិនអញ្ចឹងខ្ញុំ copy អត្ថបទហ្នឹងឲ្យបានច្រើនហើយយើង copy ឲ្យបានច្រើនពី3ជួរទៅទើបយើងដាក់អក្សរធំនៅពីមុខឃើញវាមានសភាពទៅស្អាតបាទអញ្ចឹងខ្ញុំធ្វើការ copy សិនខ្ញុំ copy អក្សរឲ្យបានពី3ជួរបាទឬក៏ឲ្យបានច្រើនជាងហ្នឹងក៏បានដែរបន្ទាប់មកខ្ញុំ select លើអក្សរការចុច insert ហើយយើងជ្រើសរើសយកពាក្យថា drop it អញ្ចឹងទាំងអស់គ្នានឹងឃើញអក្សរការហ្នឹងគឺធំជាងគេបាទធំជាងគេណាបាទហើយនៅកន្លែង drop cap ហ្នឹងបើយើងយក imagine គឺអក្សរធំហ្នឹងគឺវានៅក្រៅជួរបើយើងយក drop it គឺវានៅក្នុងជួរប៉ុន្តែបើយើងយកពាក្យថា none គឺបានន័យថាយើងមិនកំណត់ការដាក់អក្សរធំនោះទេអញ្ចឹងបើយើងយក drop it បាទយើងអាចសេរីវាតាមក្រោយទៀតដូចជាពុម្ពអក្សរយើងអាចជ្រើសរើសពុម្ពអក្សរផ្សេងបាទហើយមួយទៀតគឺ line to drop យើងអាចសេរីឲ្យអក្សរធំហ្នឹងវាចេញទៅពីជួរនៃបន្ទាត់របស់យើងហើយចម្ងាយបាទ distance from text ហ្នឹងគឺចម្ងាយយើងអាចសេរីចម្ងាយវាគម្លាតអក្សរធំនិងអក្សរតូចហ្នឹងបានសូមអរគុណ